សួស្តីអ្នកគ្នាជាមួយនឹងខ្ញុំរកសម្រាយរឿងថ្ងៃនេះខ្ញុំសម្រាយរឿងភាពយន្តឥណ្ឌាមួយដែលមានចំណងជើងថា Light on the Sky តារ៉ាំ Shamimba ដែលចេញក្នុងឆ្នាំ2007អ្នកគ្នាសូមស្រមៃមើលក្មេងប្រុសអាយុ8ឆ្នាំម្នាក់ឈ្មោះថា Isham Saviska ដែលគាត់ជាសិស្សដែលមានទេពកោសល្យម្នាក់ប៉ុន្តែអ្នកគ្នាបែរជានិយាយថាគាត់ជាសិស្សដែលខ្ជិលមែនទែនហើយចូលជាសិស្សដែលបរាជ័យក្នុងការសិក្សាទោះបីជាគាត់ព្យាយាមតស៊ូយ៉ាងណាក៏ដោយដោយសារតែគាត់មានជំងឺមួយដែលជាជំងឺពិបាកអាន dyslexia ដែលធ្វើឲ្យអក្សរទាំងអស់គឺរាំឬក៏ត្រឡប់គ្នាទៅវិញទៅមកដែលជាផលពិបាកមួយដែលគាត់មិនអាចអានអក្សរនោះបានទេនៅពេលដែលគាត់ចាប់ផ្ដើមមានជំងឺនោះហើយគ្រួសារគាត់ក៏ចាប់ផ្ដើមបំបាក់ទឹកចិត្តគាត់ហើយក៏ធ្វើឲ្យគាត់មានសភាពតានតឹងផ្លូវចិត្តយ៉ាងខ្លាំងដែលធ្វើឲ្យជីវិតគាត់បានផ្លាស់ប្ដូរទៅសាលារៀនមួយដែលគាត់មិនចង់ទៅប៉ុន្តែជីវិតរបស់គាត់គឺត្រូវបានផ្លាស់ប្ដូរនៅពេលដែលគាត់ជួបលោកគ្រូ Ram Shankar Nikum ដែលជាលោកគ្រូគំនូរសិល្បៈប្រកបដោយមេត្តាធម៌ហើយក៏បានវិនិច្ឆ័យរោគគាត់ជារោគពិបាកអានហើយក៏ជួយវាប្រាប់ដល់គ្រួសាររបស់ Isham ដែលឲ្យយល់ពីស្ថានភាពនេះហើយក៏ជួយដោះស្រាយគ្នាទៅវិញទៅមកប៉ុន្តែមុននឹងចូលដល់សាច់រឿងខ្ញុំសង្ឃឹមថាអ្នកនាងជួយចុច like subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីនាងខ្ញុំតោះឥឡូវយើងទៅដល់សាច់រឿងទាំងអស់គ្នាខ្សែភាពយន្តនេះគឺផ្ដោតទៅលើក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Isham Hawaski ដែលកំពុងប្រឡងមួយនៅក្នុងសំណួរដែលគាត់គាំងដែលគាត់មិនអាចដោះស្រាយសំណួរនោះបានទេដែលគាត់ស្រមៃទៅកាន់យានអវកាសឬផែនដីផ្សេងៗហើយមានលេខ3បុកគ្នាជាមួយនឹងលេខ9ហើយក៏ភពអង្គារផ្សេងៗក៏បានផ្ទុះមកហើយចុងក្រោយគឺ Isham យើងគឺបានសន្និដ្ឋានថា3គុណនឹង9គឺស្មើនឹង3នៅពេលដែលបញ្ចប់សំណួរហើយក៏បានប្រកល់សំណួរនោះទៅឲ្យអ្នកគ្រូគាត់មើលប៉ុន្តែក៏មិនដឹងថាគាត់ធ្វើខុសនៅចម្លើយទេដែលគាត់បានអួតមិត្តភក្តិរបស់គាត់ថាចាំមើលលើកនេះគឺដឹងតែគាត់ធ្វើបានជោគជ័យហើយប៉ុន្តែនៅពេលដែលអ្នកគ្រូបានមើលអ្វីដែលគាត់បានដាក់ហើយគឺអ្នកគ្រូគាត់គឺបានបន្ទោសគាត់យ៉ាងខ្លាំងក្រោយមកទៀតអ្នកគ្រូក៏បានឲ្យ Hisham យើងនឹងគឺអានអក្សរប៉ុន្តែទោះបីជាឲ្យអានមិនក៏គាត់អត់អានចេះតែគាត់នៅតែនិយាយថា bla 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 និយាយទៅគឺអក្សរដែលគាត់អានហ្នឹងគាត់ព្យាយាមបញ្ជាក់ប្រាប់គ្រូគាត់ដែរថាអក្សរទាំងអស់ហ្នឹងគឺគាត់ឃើញរួមហើយគាត់មិនដឹងថាវាជាអក្សរអីដល់ពេលអញ្ចឹងទៅអ្នកគ្រូគាត់គឺខឹងមែនតើដោយសារតែក្មេងប្រុស Isham យើងគឺទទួលបានបន្ទុក0នៅគ្រប់មុខវិជ្ជាទាំងអស់ហើយក៏ត្រូវបានគ្រូដាក់ទោសជានិច្ចប៉ុន្តែអ្នកទាំងគ្នាមិនដឹងទេថាក្មេងប្រុសនេះគឺជាក្មេងប្រុសដែលមានទេពកោសល្យបំផុតចំពោះខ្សែភាពយន្តនេះគឺត្រូវបានអង្គការ UNESCO បានចុះបញ្ជីមួយដែលត្រូវបាននិយាយថាការណែនាំគ្រូបង្រៀនពិភពលោកគឺត្រូវតែមានការយកចិត្តទុកដាក់ជាមួយនឹងក្មេងៗដែលពិបាកដោយសារតែពេលខ្លះក្មេងៗគឺគាត់ត្រូវការយកចិត្តទុកដាក់មិនត្រូវការប្រើអំពើហិង្សាការដាក់ពិន័យឬអីទេជាហេតុដែលធ្វើឲ្យខ្សែភាពយន្តនេះគឺបង្ហាញនៅឧទាហរណ៍មួយក៏ដូចជាឲ្យអ្នកគ្រូជាមួយលោកគ្រូបានជួយដល់ក្មេងៗខ្លះដែលគាត់មានបញ្ហាផ្លូវចិត្តផងដែរត្រឡប់មកខ្សែភាពយន្តយើងគឺនៅក្នុងខ្សែភ្នែករបស់មនុស្សគ្រប់គ្នា Isham គឺជាមនុស្សម្នាក់ដែលល្ងីល្ងើទាំងស្រុងដែលតែងតែត្រូវបានគេសើចហើយបើរៀនវិញគឺអត់ឡើងថ្នាក់ឯងគឺបើថាថ្នាក់ទី3ហ្នឹងគឺនៅថ្នាក់ទី3ហ្នឹងអត់ឡើងទេដោយសារតែបន្ទុកគាត់គឺ0គ្រប់មុខទាំងអស់ទោះបីជាគ្រូឲ្យគាត់ចម្លងអក្សរចម្លងហើយគឺគាត់នៅធ្វើអត់បានដូច្នេះហើយគឺគ្រូមានតែដាក់ពិន័យហើយចំណែកឪពុកម្ដាយរបស់គាត់វិញក្រោយពីបានដឹងរឿងនេះគឺមិនមែនជួយកូនទេគឺមានតែស្រែកជេរវាយកូនដែលធ្វើឲ្យ Isham យើងគឺមានបញ្ហាផ្លូវចិត្តពីព្រោះតែ Isham យើងគឺគាត់ប៉ះពាល់ផ្លូវចិត្តទាំងគ្រួសារទាំងការសិក្សាទាំងមិត្តភ័ក្តិទាំងអស់ដែលនៅជុំវិញខ្លួនហើយបើគ្រួសារគាត់វិញគឺគិតថានេះជាការអាម៉ាត់ជាមួយនឹងគ្រួសាររបស់គាត់មែនតើដោយសារកូនបែបនេះជាកូនរបស់គាត់ប៉ុន្តែអ្វីដែលពួកគេមិនដឹងនោះគឺ Isha គឺគាត់ពិតជាឃើញអក្សរហ្នឹងគឺវាលោតអញញ៉ៃពេញភ្នែករបស់គាត់ហើយទោះបីជាគាត់ព្យាយាមវិធីសាស្ត្រនៅក្នុងការអាននៅក្នុងការមើលយ៉ាងណាក៏ដោយគឺនៅតែធ្វើបានទោះបីជាយ៉ាងណាក៏ដោយ Isham យើងគឺមានលក្ខណៈពិសេសមួយគឺជាសមត្ថភាពគូគំនូរដែលឥតខ្ចោះដោយការស្រមើស្រមៃរបស់គាត់ឥតព្រំដែនប៉ុន្តែនៅក្នុងខ្សែភ្នែករបស់ពុកម្ដាយគាត់គឺត្រឹមតែជាមនុស្សដែលអត់បានការតែប៉ុណ្ណោះដោយសារតែឪពុកម្ដាយរបស់គាត់ពិសេសគឺប៉ារបស់គាត់តែម្ដងគឺគាត់ប្រៀបធៀបកូនហើយស្រឡាញ់មិនស្មើគ្នាដែលឃើញថាបងប្រុសហ្នឹងគឺតែងតែជាសិស្សពូកែទទួលបានលទ្ធផលល្អចំណាប់ថ្នាក់លេខ1ក្នុងថ្នាក់ប៉ុន្តែសម្រាប់ប្អូនវិញគឺខុសគ្នាដូចមេនឹងដីប្អូននៅតែហ៊ានធ្លាក់នៅតែគ្មានប្រយោជន៍ហើយជាមនុស្សដែលអត់ប្រយោជន៍ហ៊ានមិនក៏មិនចេះវាយមិនក៏មិនអាចសំបីតែបន្ទុកមកបន្ទុកពីរបន្ទុកក៏យកអត់បានហើយចុះពេលអញ្ចឹងគឺគាត់មានការខឹងស្អប់កូនពៅគាត់មែនតែនហើយគាត់អត់ដែលស្រឡាញ់កូនពៅគាត់ទេគាត់ស្រឡាញ់តាកូនប្រុសបងគាត់ហើយតែងតែសរសើរកូនប្រុសបងនៅមុខគេឯងអញ្ចឹងទៅ
ចំពោះម្ដាយអ៊ីសាមគឺគាត់អាណិតកូនតែគាត់អត់ដឹងថាជួយមិនខ្មិចពួកអីគាត់ព្យាយាមណែនាំកុំឲ្យកូនត្រូវប៉ាវាយត្រូវអីហើយប៉ុន្តែអ៊ីសាមយើងគឺគាត់ទទួលសម្ពាធផ្លូវចិត្តរបស់គាត់ហើយប៉ាហ្នឹងគឺគាត់តែងតែខឹងតែងតែស្ដីឲ្យដល់ពេលអញ្ចឹងទៅគឺគ្រួសាររបស់គាត់គឺអត់មានភាពសប្បាយរីករាយទេដែលមានអ៊ីសាមជាកូននៅថ្ងៃបន្ទាប់មកអ៊ីសាមយើងក៏បានចូលមករៀនជាមួយនឹងមិត្តភ័ក្តិរួមថ្នាក់ហើយក៏បានសួរអំពីបន្ទុកដែលគាត់ប្រឡងលើកមុនដោយសារតែគាត់ឃើញបន្ទុករបស់គាត់សូន្យដូច្នេះហើយគាត់មានការខឹងចិត្តខ្លួនឯងហើយគាត់ក៏បានហែកกระดาษនឹងចោលដែលមិនចង់ថាឲ្យយកទៅប៉ាម៉ាក់សញ្ញេដឹងតែគាត់ត្រូវទរណកម្មហើយបន្តមកទៀតគាត់ក៏ត្រូវបានគ្រូដាក់ទរណកម្មឲ្យគាត់ម្ដងហើយម្ដងទៀតដែលគាត់គ្មានជំរឿសគាត់ក៏បានចាប់កតាបរបស់គាត់ឲ្យដើរចាក់ចេញពីសាលាដោយអត់ចង់ងាកក្រោយដោយសារគាត់មានអារម្មណ៍ថាគាត់ឡើងចង់រៀនហើយរៀនមិនក៏មិនចេះមើលមិនក៏មិនចាំធ្វើមិនក៏មិនកើតដល់ពេលអញ្ចឹងគាត់អត់ដឹងថាគាត់រៀនដើម្បីអីទៀតណានៅពេលដែលដើរតាមផ្លូវអ៊ីសាមរបស់យើងគឺគាត់បានទិញលុយរបស់គាត់ដែលគាត់សន្សំបានតិចតួចហ្នឹងយកទៅទិញការ៉េមញ៉ាំហើយឃើញមានកុមារម្នាក់ដែលគាត់បានទទួលក្តីស្រឡាញ់ពីឪពុករបស់គាត់ជាមួយនឹងការថ្នាក់ថ្នមមើលថែដែលធ្វើឲ្យគាត់ជាក្មេងដូចគ្នាគាត់មានអារម្មណ៍ថាសោកស្ដាយមែនទែនចំពោះរឿងនេះដោយសារតែគាត់មិនដែលទទួលបានការមើលថែដិតដល់ពីម្ដាយឪពុករបស់គាត់ទេដោយសារតែគាត់ខ្លាចឪពុកម្ដាយគាត់ស្ដីឲ្យខ្លាចទទួលទរណកម្មពីអ្នកគ្រូលោកគ្រូហើយខ្លាចមនុស្សជុំវិញខ្លួនគាត់ក៏អត់ចង់រៀនទៀតទេដល់ពេលអញ្ចឹងគាត់មិនដឹងធ្វើម៉េចគាត់ក៏បានសុំបងប្រុសគាត់នឹងឲ្យដាក់សុំច្បាប់ឈប់សម្រាប់គាត់បន្ទាប់មកបងប្រុសគាត់នឹងគឺបដិសេធប៉ុន្តែដោយសារបងប្រុសគាត់នឹងក៏ខ្លាចប្អូននឹងត្រូវបានប៉ាវាយដល់ពេលអញ្ចឹងក៏គាត់ព្រមជួយប្អូនទៅបន្តមកទៀតអ៊ីសាមក៏បានប្រាប់ពីបន្ទុករបស់គាត់ថាគាត់ឥឡូវនេះគាត់ធ្វើបានល្អហើយឪពុកម្ដាយគាត់គឺសប្បាយចិត្តហើយអត់ហៅរឿងអ៊ីសាមប៉ុន្តែប្រហែលថ្ងៃក្រោយមកឪពុកគាត់ក៏បានរកឃើញកំណត់ត្រាដែលគាត់បានប្រើលិខិតច្បាប់คล้ายៗឬក៏ធ្វើគឺតែប្រឡងអីคล้ายៗមកឲ្យគាត់មើលតាំងពីពេលហ្នឹងមកគឺឪពុកគាត់គឺមានការខឹងជាមួយអ៊ីសាមជាកូនពៅនឹងយ៉ាងខ្លាំងដោយគាត់មិននឹកស្មានថាកូនគាត់ទៅតែនៅក្មេងសោះចេះកុហកហើយចេះធ្វើឲ្យប៉ាម៉ាក់នឹងអាម៉ាស់មុខកាន់តែថែមបន្តមកទៀតក៏ក្រុមគ្រួសារអ៊ីសាមនឹងក៏ត្រូវបាននាយកសាលាជាមួយនឹងអ្នកគ្រូលោកគ្រូបានមកជួបស្នេហ៍សំណាលគ្នាហើយក៏បាននិយាយថាអ៊ីសាមនឹងគឺគ្រាន់តែទី3ហ្នឹងគឺរៀនឡើង3 4ដងហើយបន្ទុកវានៅតែសូន្យខុបមុខដូច្នេះហើយទោះបីជាគ្រូព្យាយាមធ្វើទរណកម្មព្យាយាមណែនាំល្អរទាំមិនក៏អ៊ីសាមនឹងនៅតែអត់ស្ដាប់ពួកគាត់ដែរអញ្ចឹងពួកគាត់អត់មានជំរឿទេពួកគាត់ត្រូវតែឲ្យឪពុកម្ដាយហ្នឹងយកអ៊ីសាមហ្នឹងទៅកន្លែងផ្សេងទៅពួកអីសាលានេះគឺអត់ទទួលអ៊ីសាមជាកូនសិស្សទៀតទេដោយសារតែពាក្យសម្ដីរបស់នាយកសាលាហ្នឹងហើយវាប្រៀបបានដូចជាពាក្យត្អូញត្អែឬក៏ការពិបាកចិត្តរបស់ឪពុកម្ដាយនេះមិនមែនធ្វើឲ្យឪពុកម្ដាយគាត់អាណិតកូនទេគឺកាន់តែធ្វើឲ្យឪពុកម្ដាយគាត់មានអារម្មណ៍ថាគាត់ហត់នឿយជាមួយនឹងមានអ៊ីសាមជាកូនណាស្រាប់តែល្ងាចឡើងហ្នឹងឪពុករបស់គាត់ក៏បានព្យាយាមតាក់ទងសាលាមួយដែលគាត់មានទស្សនៈថាចង់ឲ្យកូនគាត់ហ្នឹងចេញពីផ្ទះហ្នឹងទៅហើយទៅនៅក្នុងសាលាទៅព្រោះអីនៅក្នុងសាលាហ្នឹងយើងនៅចឹងទៅឲ្យគេមើលថែកូនទៅចង់មិនទៅគាត់ក៏អស់ទូនាទីក្នុងការមើលថែដោយសារមើលថែព្រៀបប្រដៅឲ្យកូននៅតែមិនដើរតាមគន្លងធម៌ហើយនៅតែធ្វើឲ្យគាត់អាម៉ាស់មុខចឹងគឺគាត់ក៏បានបញ្ជូនកូនទៅសាលាថ្មីមួយទៀតបន្ទាប់ពីអ៊ីសាមបានមកដល់សាលាថ្មីហើយគឺស្ថានភាពផ្លូវចិត្តរបស់គាត់គឺកាន់តែខ្លាំងទៅដោយសារតែនៅពេលគឺគាត់គ្មានគ្រួសារនៅជុំគេហើយក៏គាត់ជាមនុស្សដែលមិនទំនាក់ទំនងជាមួយនឹងនរណាម្នាក់សូម្បីតែគ្រូបរិញ្ញារបស់គាត់ក៏គាត់អត់ចង់និយាយមួយដែរគឺគាត់ស្ងប់ស្ងាត់តែឯងធ្វើបាបខ្លួនឯងពេលខ្លះក៏យំបន្ទប់ទឹកម្នាក់ឯងឬក៏ព្យាយាមធ្វើបាបស្រែកធ្វើមិនឲ្យខ្លួនឯងហ្នឹងរំសាយអារម្មណ៍វាថាដូចបញ្ហាផ្លូវចិត្តគាត់ខ្លាំងទៅអញ្ចឹងហើយដោយសារតែគាត់បដូរសាលាថ្មីក៏ដោយក៏គ្រូផ្សេងក៏នៅតែធ្វើទរណកម្មធ្វើបាបគាត់ជារឿយទោះបីជាគាត់បដូរគ្រូពីមួយទៅមួយក៏នៅតែបែបហ្នឹងដោយសារគាត់ជាមនុស្សដែលសូនគ្រប់មុខក្នុងថ្នាក់ដល់ពេលអញ្ចឹងគឺត្រូវគាត់មានអារម្មណ៍ថាគាត់មិនចង់រៀនគាត់ចង់គេចគាត់ស្អប់សាលាតែក៏គាត់អត់មានជំរឿគាត់នៅតែព្យាយាមរៀនតែវារៀននៅតែអត់ចេះដល់ពេលអញ្ចឹងគឺសតិអារម្មណ៍គាត់គឺពិបាកពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់នៅថ្ងៃមួយហ្នឹងគឺជីវិតគាត់គឺបានផ្លាស់ប្ដូរមែនតើនៅពេលដែលគាត់បានជួបលោកគ្រូបង្រៀនសិល្បៈម្នាក់ដែលមានឈ្មោះថា Ram Kana Nikum ដែលយើងហៅថាលោកគ្រូនីគុំដែលគាត់ក៏ជាគ្រូមួយដែលជាគ្រូកំប្លែងជាគ្រូសិល្បៈដែលធ្វើឲ្យសិស្សទាំងអស់គ្នាសើចមែនតើប៉ុន្តែហេតុអីបានគាត់ឆ្ងល់ក្មេងប្រុសមួយហ្នឹងមិនអត់សើចពេលគាត់និយាយអីគឺអត់មានសើចទេគឺនៅតែធ្វើមិនដឹងមិនលឺដូចថាអត់មានជីវិតជីវ៉ានៅក្នុងខ្លួនអញ្ចឹងណាបន្ទាប់មកអ៊ីគុំរបស់យើង
គឺក៏បានឲ្យក្មេងៗហ្នឹងគូររូបលេងចង់ឲ្យពួកគេសម័យថាតើពួកគេហ្នឹងចង់គូរពីអីហើយគេសម័យអីគេគូរហ្នឹងមកវាជាគំនូរសិល្បៈអីចឹងណាបន្ទាប់ពីឲ្យក្មេងៗគូរហើយអ៊ីគុំយើងក៏បានដើរប្រមូលกระดาษទាំងអស់ហ្នឹងចម្លែកអីតែឃើញថាក្មេងប្រុសម្នាក់ហ្នឹងกระดาษគាត់ហ្នឹងគឺសអត់មានគ្រូអីទាំងអស់ភ្លាមនោះហើយអ៊ីគុំយើងគឺចាប់ផ្ដើមមានអារម្មណ៍ថាចាប់ផ្ដើមចំណាំមើលក្មេងហ្នឹងណាថាមិនបានក្មេងហ្នឹងគាត់ប្លែកពីក្មេងៗដទៃទៀតចឹងទាំងតែក្មេងៗដទៃទៀតគឺគាត់សប្បាយរីករាយតែក្មេងនេះគឺដូចមនុស្សអត់មានអារម្មណ៍ក្នុងខ្លួនអីសោះចឹងណាហើយថ្ងៃមួយហ្នឹងអ៊ីឆានរបស់យើងក៏បានទទួលទូរស័ព្ទពីឪពុកម្ដាយរបស់គាត់ហើយគឺទូរស័ព្ទហ្នឹងគឺគ្មានពាក្យអីទេក្រៅពីពាក្យស្ដីបន្ទោសឲ្យអ៊ីសាមើលងាយអ៊ីសាមថាអ៊ីសាមហ្នឹងឥឡូវត្រូវបានគ្រូតែមកស្ដីឲ្យរឿងប្រឡងធ្លាក់រឿងអីទៀតហើយចឹងទៅអ៊ីសាមយើងដោយសារតែគាត់ពិបាកចិត្តខ្លាំងពេកគាត់មានអីនិយាយក៏គាត់ទម្លាក់ទូរស័ព្ទហ្នឹងចុះហើយក៏ដើរចេញយ៉ាងក្រៀមក្រំនៅថ្ងៃបន្ទាប់មកអ៊ីសាមរបស់យើងគឺដូចសពដងគឺត្រូវបានគ្រូម្នាក់ដេញចេញពីថ្នាក់រៀនហើយអ៊ីគុំលោកគ្រូហ្នឹងក៏គាត់បានមកឃើញហើយគាត់មានការភ្ញាក់ផ្អើលយ៉ាងមែនទែនដែលគាត់ឃើញថាអ៊ីសាមយើងគឺមានសភាពដូចជាក្មេងប្រុសដែលខ្លាចដែលមិននិយាយស្ដីទាំងអស់ទោះបីជាគាត់ព្យាយាមចូលទៅចង់និយាយស្ដីមួយអ៊ីសាមក៏ដោយតែអ៊ីសាមគឺក៏អត់ព្រមសហការនិយាយមួយគ្រូឯងគឺគាត់មានតែខ្លាចគ្រូលើសដើមអញ្ចឹងណាដោយសារតែលោកគ្រូអ៊ីគុំគឺជាលោកគ្រូមួយដែលមានមេត្តាធម៌មែនទែនគាត់ក៏បានព្យាយាមស្រាវជ្រាវអំពីអ៊ីសាមគាត់ក៏បានស្គាល់អំពីមិត្តរួមបន្ទប់ម្នាក់របស់អ៊ីសាមដែលបានប្រាប់ព័ត៌មានអំពីអ៊ីសាមហើយក៏គាត់បានរកឃើញថានៅក្នុងកិច្ចការដែលគាត់បានធ្វើលើកមុនហ្នឹងគឺអ៊ីសាមយើងគឺអត់មានបានសរសេរអីទាំងអស់ដូច្នេះហើយគឺគាត់មានអារម្មណ៍ថាអ៊ីសាមជាក្មេងម្នាក់ដែលមានជំងឺមួយប៉ុន្តែគាត់មិនទាន់រកឃើញថាជាជំងឺអីទេគាត់ក៏ព្យាយាមសិក្សាស្រាវជ្រាវម្ដងហើយម្ដងទៀតក្រោយមកលោកគ្រូនីគុំយើងនឹងក៏បានទៅលេងផ្ទះរបស់អ៊ីសាមហើយប្រាប់អំពីស្ថានភាពរបស់គាត់នៅក្នុងសាលារៀនប៉ុន្តែគ្រាន់តែប៉ាម៉ាក់គាត់ឮតែឈ្មោះអ៊ីសាមភ្លាមខឹងហើយបន្ទោសស្ដីឲ្យមើលងាយថាហ្នឹងហើយកូនខ្ញុំមានអាណត្តិទី3ហ្នឹងរយៈពេល3-4ឆ្នាំហើយគឺនៅតែទទួលបរាជ័យហើយកូនប្រុសបងខ្ញុំវិញតែងតែទទួលលេខ1ក្នុងថ្នាក់តែមើលកូនប្រុសប្អូនខ្ញុំកូនពៅខ្ញុំធ្លាក់រហូតឥឡូវខ្ញុំអត់មានមុខជប់លោកគ្រូអីទេបន្ទាប់មកអ៊ីគុំយើងក៏បានព្យាយាមយកអក្សរទាំងអស់ដែលអ៊ីសាមយើងបាននិយាយហើយក៏បានបញ្យល់ថាតាមពិតអក្សរ B ហ្នឹងវាទៅជា D ហើយអក្សរ D ហ្នឹងវាទៅជា B ដោយសារតែអក្សរ 2 ហ្នឹងវាតែងតែស្រដៀងគ្នាដែលបាតុភូតហ្នឹងគេហៅថាបាតុភូតឆ្លុះកញ្ចក់អញ្ចឹងណាចំពោះអ៊ីសាមយើងមើលទៅគឺគាត់មិនមែនជាក្មេងដែលល្ងងដែលអីទេតែជំងឺរបស់គាត់ដែលលោកគ្រូសិក្សាចៅជ្រាវហ្នឹងគឺមានជំងឺមួយគឺពិបាកអានដែលធ្វើឲ្យគាត់មិនអាចបែងចែកអក្សរថាអក្សរមួយណាអក្សរ B អក្សរមួយណាអក្សរ D អញ្ចឹងគឺគាត់បែងចែកអត់ដាច់ទេទោះបីជាគាត់ព្យាយាមបែងចែកយ៉ាងម៉េចក៏ដោយប៉ុន្តែឪពុកអ៊ីសាមនឹងគឺបានលូដាក់លោកគ្រូនេះគុំថាលោកគ្រូឯងនិយាយអត់ត្រូវទេនិយាយទៅគឺលេសនឹងមិនសមហេតុផលទេដោយសារតែកូនខ្ញុំគឺកូនខ្ញុំវាខ្ជិលវាអត់ផឹងរៀនបានវាប្រឡងធ្លាក់វាមិនមែនមកពីជំងឺមកពីអីទេគ្រូសាខ្ញុំអត់ដែលមានណាគេមានជំងឺចឹងទេដោយសារតែលោកគ្រូឃើញការអស់សង្ឃឹមជាមួយនឹងការព្យាយាមប្រកែករបស់ប៉ារបស់អ៊ីសាមក៏លោកគ្រូនឹងក៏បានយករបស់ក្មេងលេងរបស់ជប៉ុនហ្នឹងយកមកឲ្យឪពុករបស់គាត់មើលហើយព្យាយាមសួរគាត់ថាឥឡូវលោកពូឯងព្យាយាមមើលអានមើលដាច់អត់ថាអក្សរហ្នឹងជាអក្សរអីតបមកក៏ប៉ារបស់អ៊ីសាមហ្នឹងក៏បានមើលទៅលើអក្សរជប៉ុនហើយគាត់អត់ស្គាល់គាត់ក៏និយាយថាខ្ញុំមិនស្គាល់បើអក្សរហ្នឹងខ្ញុំអត់ដែររៀនផងណាដែលការនិយាយនេះហើយដែលធ្វើឲ្យឪពុករបស់អ៊ីសាមហ្នឹងគាត់ភ្ញាក់ផ្អើលគាត់ថាជួយមែនតាហេតុអីបានរយៈពេលប្រហែលឆ្នាំនេះគាត់តែងតែព្យាយាមបន្ទោសកូនគាត់តើកូនគាត់នឹងទទួលសម្ពាធមិនទៅនៅពេលដែលគ្នាអត់ចេះអានអានឹងហើយគាត់ជាឪពុកម្ដាយអត់ព្យាយាមព្រៀនផ្ដៅបែរជាដាក់កម្រិតហើយព្យាយាមនិយាយថាកូនគាត់ល្ងងខ្លៅម្ដងហើយម្ដងទៀតដូច្នេះគឺធ្វើឲ្យពុកគាត់នឹងគឺមានអារម្មណ៍ថារៀងបាក់ទឹកចិត្តរៀងសោកស្ដាយដែរនៅពេលដែលលោកគ្រូបានណែនាំបញ្យលគាត់ចឹងហើយលោកគ្រូក៏បាននិយាយទៅកាន់គ្រួសារគាត់ថាអ៊ីសាមនឹងជាក្មេងដែលឆ្លាតណាស់ជាក្មេងដែលមានទេពកោសល្យប៉ុន្តែដោយសារតែអ្នកទាំងគ្នាមិនដែលឃើញទេពកោសល្យរបស់កូនខ្លួនឯងឬក៏អ្នកនៅជុំវិញខ្លួនមិនដែលឃើញដូច្នេះហើយទៅធ្វើឲ្យក្មេងម្នាក់ហ្នឹងវាទៅជាមានបញ្ហាតែអារម្មណ៍ទៅវិញគ្រាន់តែឮពាក្យបែបនេះហើយម្ដាយរបស់គាត់បានស្រក់ទឹកភ្នែកនៅពេលដែលឮរឿងនេះហើយឪពុករបស់គាត់គឺបានអោនក្បាលដោយភាពអាម៉ាស់ឥឡូវនេះយើងត្រឡប់ដល់សាលារៀនយើងវិញគឺអ៊ីគុំក៏បានយកគំនូររបស់អ៊ីសាមកឲ្យគាត់បន្ទាប់មកក៏ប្រាប់រឿងមួយចំនួនដល់ក្មេងៗទាំងគ្នាដោយប្រាប់ថាមានក្មេងម្នាក់ដែលមិនចេះអានមិនចេះសរសេរទោះបីជាគាត់ព្យាយាមរៀនយ៉ាងណាក៏អក្សរទាំងអស់ហ្នឹងវាតែងតែរត់
រាំពេញខួរក្បាលពេញភ្នែករបស់គាត់ដូច្នេះហើយគឺវាដូចជាឋាននរកសម្រាប់គាត់ចឹងដោយសារគាត់ហ៊ានដែរតែហ៊ានអត់ចេះចឹងតែអ្នកនរគ្នាគិតថាតែក្មេងហ្នឹងគឺលំបាកយ៉ាងណាទៅពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែមាននៅថ្ងៃមួយហ្នឹងគឺក្មេងហ្នឹងទទួលបានភាពដ៏អស្ចារ្យមួយដែលពិភពលោកទាំងអស់គ្នាគឺភ្ញាក់ផ្អើលជាមួយនឹងទ្រឹស្ដីរបស់គាត់បន្ទាប់មកអ៊ីសាមក៏គ្រាន់លឺលោកគ្រូនេះគុំនិយាយភ្លាមគាត់មានអារម្មណ៍ថាគាត់ភ័យខ្លាចអត់ហ៊ានងើបមុខទេហើយអ៊ីគុំយើងក៏បានយករូបភាពឲ្យបង្ហាញថាមនុស្សដែលគាត់ចង់និយាយហ្នឹងគឺជាវិទ្យាសាស្ត្រដ៏ល្បីម្នាក់ដែលមានឈ្មោះថា Albert Einstein ដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងទ្រឹស្ដីដែលតាក់ទងជាមួយនឹងគាត់បន្តមកទៀតលោកគ្រូក៏បានទៅសេះអក្សរបញ្ជាហើយក៏បានសួរសិស្សថាឥឡូវណាគេអាចអានអក្សរនេះបានទៅអ៊ីសាមយើងក៏បានដើរទៅអាកន្លែងបើកភ្លើងហើយថាអក្សរហ្នឹងមានន័យថាលោកគ្រូចង់ឲ្យខ្ញុំបើកភ្លើងហើយទៅក៏បានចុចបើកបិទបើកភ្លើងហ្នឹងហើយតាំងពេលហ្នឹងមកគឺលោកគ្រូក៏បានសរសើរអ៊ីសាមហើយមិត្តរួមថ្នាក់ដទៃទៀតក៏បានមានការស្ងើចសរសើរអំពីទេពកោសល្យដែលអ៊ីសាមធ្វើដូចគ្មានពីណាគេអាចធ្វើបានដូចគាត់ចឹងណានៅរយៈពេលកន្លងមកក៏លោកគ្រូនីគុំក៏បាននិយាយជាមួយអ៊ីសាមដោយគាត់និយាយថាបញ្ហារបស់អ៊ីសាមហ្នឹងគឺដូចជាបញ្ហាបុគ្គលល្បីៗពីមុនដែលគាត់កាលនៅពីក្មេងគាត់មានបញ្ហាអញ្ចឹងដែរដែលគាត់ក៏ជាមនុស្សផ្ទាល់ខ្លួនម្នាក់ក៏មានបញ្ហាបែបហ្នឹងដូចអ៊ីសាមដែរដោយសារលោកគ្រូនីគុំគឺគាត់ធ្លាប់ទទួលរងនៅជំងឺពិបាកអាដូចគ្នាដែលឪពុកម្ដាយរបស់គាត់បាននិយាយថាគាត់ជាមនុស្សល្ងង់គ្មានប្រយោជន៍ប៉ុន្តែការយល់ឃើញហ្នឹងឥឡូវហ្នឹងគឺមនុស្សទាំងអស់គ្នាគឺយល់ខុសហើយដោយសារតែឥឡូវនេះគឺគាត់ខ្លាចជាគ្រូបង្រៀននៅសាលាដ៏ល្បីល្បាញមួយហើយអញ្ចឹងគឺលោកគ្រូនីគុំហ្នឹងចង់លើកទឹកចិត្តអ៊ីសាមថាឲ្យព្យាយាមឡើងកុំឲ្យបាក់ទឹកចិត្តឥឡូវព្យាយាមប្រមូលផ្ដុំអ្វីមួយដែលអណ្ដែតហ្នឹងតម្រៀបគ្នាហើយយើងយកមកផ្គុំគ្នាទៅនោះយើងនឹងរកឃើញអក្សរនៃពាក្យដែលយើងអានត្រូវពាក្យហើយសរសេរត្រូវដើម្បីជួយអ៊ីសាមឲ្យយកឈ្នះពីការអន់ថយនៃជីវិតរបស់គាត់និងរកឃើញខ្លួនឯងឡើងវិញហ្នឹងលោកគ្រូនីគុំបានស្នើនាយកសាលាឲ្យក្លាយជាគ្រូបង្រៀនពិសេសរបស់អ៊ីសាមហើយអ៊ីសាមហ្នឹងគឺតាំងពីដើមមកគឺគាត់ជាក្មេងដែលឆ្លាតឧស្សាហ៍ព្យាយាមដោយមានការណែនាំពីលោកគ្រូនីគុំទៀតអក្សរដែលគាត់មិនអាចបំបែកបានពីមុនហ្នឹងគឺគាត់អាចបំបែកបានអាចអានបានយ៉ាងរលូនដែលធ្វើឲ្យការរៀនរបស់គាត់ហ្នឹងគឺកាន់តែឆ្លាតទៅហើយឆ្លាតជាងសិស្សដទៃទៀតដោយសារអីគាត់ជាក្មេងដែលប្រឹងហើយប៉ុន្តែពីមុនហ្នឹងគាត់មានជំងឺពិបាកអានគាត់អត់ចេះកុំអក្សរអត់ចេះអីហើយធ្វើឲ្យគាត់ហ្នឹងតែតែធ្លាក់តែដល់ពេលឥឡូវនេះគឺវាខុសប្លែកគឺគាត់អាចសរសេរអក្សរអាចអានបានធម្មតាហើយក៏ជាក្មេងដែលឆ្លាតទទួលបានពិន្ទុល្អក្នុងថ្នាក់ផងដែរទីបំផុតឪពុករបស់គាត់ក៏បានដឹងពីកម្រិតឈឺចាប់របស់កូនដែលធ្វើមកដាក់កូនហើយក៏មានការស្រក់ទឹកភ្នែកឲ្យអាម៉ាស់ដែលពេលឃើញកូនបានអានអក្សរជាក្មេងដែលឆ្លាតឡើងវិញហើយលោកពុកនឹងគឺគ្មានអីក្រៅពីភាពអាម៉ាស់ចំពោះអ្វីដែលទង្វើដែលខ្លួនឯងបានធ្វើមកលើកូននោះទេនៅពេលនេះអ៊ីសារបស់យើងគឺបានយកឈ្នះនៅជីវិតរបស់គាត់ហើយគឺគាត់មានភាពរីករាយត្រឡប់មកវិញហើយនៅថ្ងៃមួយហ្នឹងសាលាក៏បានរៀបចំការប្រកួតគូគំនូរនៅសាលាដែលបើកឲ្យគ្រូបង្រៀននិងសិស្សនៅថ្ងៃប្រកួតហ្នឹងលោកគ្រូក៏បាននាំសិស្សទាំងអស់គ្នាចូលរួមប៉ុន្តែលោកគ្រូនីគុំនឹងអត់ឃើញវត្តមានអ៊ីសាទេដែលគិតថាប្រហែលជាគាត់អត់មកហើយមើលទៅស្រាប់តែពេលប្រកួតចាប់ផ្ដើមអ៊ីសាមគឺនៅតែអត់បង្ហាញខ្លួនទៀតដែលធ្វើឲ្យលោកគ្រូគាត់មានអារម្មណ៍ថាពិបាកចិត្តនៅទីបំផុតក៏អត់អាចឃើញអ៊ីសាមជាក្មេងដែលមានគុណភាពម្នាក់មកប្រកួតបង្ហាញស្នាដៃខ្លួនឯងទេប៉ុន្តែមួយសន្ទុះក្រោយមកអ៊ីសាមយើងគឺបានបង្ហាញរូបរាងឡើងហើយគាត់ក៏មានស្នាមញញឹមដាក់លោកគ្រូបន្ទាប់មកគាត់ក៏បានព្យាយាមគូររូបមួយដែលគាត់នឹកសម័យឃើញក៏គាត់បានគូរវាបានប្រែថាអ៊ីសាមយើងគឺគ្រាន់តែដឹងថាមានការប្រកួតមានអីហ្នឹងគឺគាត់ងើបតាំងពីព្រលឹមរៀបចំខ្លួនសើចមុខកញ្ចក់មុខអីហើយគាត់បានសប្បាយរីករាយគាត់ថាទីហើយចិត្តដល់ថ្ងៃដែលគាត់អាចធ្វើឲ្យមនុស្សគ្រប់គ្នាស្គាល់អំពីទេពកោសល្យរបស់គាត់ហើយតែពិតទៅគាត់មិនមែនអត់ចង់មកទេគឺគាត់ចង់មកតាំងដើមបន្ទាប់មកក៏អ៊ីសាមយើងក៏បានគូគំនូរមួយយ៉ាងរស់រវើកដែរគ្មានដើមកំណត់មួយទេទៅគ្រាន់តែគំនូររបស់គាត់ហ្នឹងគឺធ្វើឲ្យមនុស្សគ្រប់គ្នាហ្នឹងភ្ញាក់ផ្អើលមនុស្សស្មានថាក្មេងទូច8ឆ្នាំហ្នឹងចេះគូររូបឡើងស្អាតចំណែកលោកគ្រូអ៊ីគុំយើងក៏គាត់បានគូររូបមួយដែរគឺគាត់បានគូររូបអ៊ីសាមដែលគ្រាន់តែអ៊ីសាមឃើញរូបរបស់ខ្លួនឯងដែលគូរដោយលោកគ្រូនេះគុំគឺគាត់សប្បាយចិត្តហើយគាត់ញញឹមបិទមាត់អត់ចិត្តទេគាត់មានអារម្មណ៍ថាបើសិនជាអត់មានលោកគ្រូនេះគុំទេជីវិតរបស់គាត់ប្រកាសជានឹងធ្លាក់ហើយនឹងគ្មាននរណាគេដឹងអំពីទេពកោសល្យរបស់គាត់ទេ
នៅទីបំផុតហ្នឹងគឺស្នាដៃគំនូររបស់អ៊ីសាមនិងរូបគំនូររបស់លោកគ្រូនីគុំហ្នឹងត្រូវបានសាលាជ្រើសរើសដាក់ទំព័រមុខប្រចាំឆ្នាំរបស់សាលាចឹងអ្នកគ្នាក្នុងរឿងនេះគឺចង់បញ្យល់ថាពេលខ្លះក្មេងខ្លះគឺគាត់មានសំណាងគាត់មានទេពកោសល្យហើយប៉ុន្តែអ្នកទាំងគ្នាគឺអត់ដែលមើលឃើញទេផ្ទុយទៅវិញគឺគេមើលឃើញតែភាពអាក្រក់សំណាងអាក្រក់របស់ក្មេងនោះទៅវិញហើយដោយសារតែការស្ដីបន្ទោសមិនលើកទឹកចិត្តពីមនុស្សជុំវិញខ្លួនក្មេងក៏ចាប់ផ្ដើមមានបញ្ហាស្ថិរអារម្មណ៍ដូច្នេះក្នុងរឿងនេះគឺចង់មានន័យថាមុនពេលដែលយើងបន្ទោសយើងស្ដីឲ្យយើងមើលងាយយើងមើលអីក្មេងហ្នឹងយើងត្រូវតែមើលថាតើគាត់មានទេពកោសល្យអីអត់តើគាត់មានជំងឺអីអត់យើងមិនមែនសុកចេះតែវាយចេះតែបន្ទោសអញ្ចឹងគឺជំងឺរបស់គាត់ក៏នឹងចាប់ផ្ដើមធ្ងន់ពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែបើយើងចាប់ផ្ដើមយល់ពីគាត់គឺគាត់នឹងក្លាយជាក្មេងម្នាក់ដែលល្អហើយរស់នៅយ៉ាងមានក្តីសុខផងដែរសូមអរគុណអ្នកគ្នាសម្រាប់ការទស្សនារឿងនេះខ្ញុំសង្ឃឹមថាអ្នកគ្នានឹងចូលចិត្តសាច់រឿងនេះពីនាងខ្ញុំរតបាយបាយ